អូខេអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំក្រៃខ្ញុំមកធ្វើការសម្រាយសាច់រឿងសាលារៀនជើងការដែលជាអេពីសូតបន្តផងដែរតើឥឡូវយើងកុំឲ្យខាតពេលយូរយើងទៅតាមដានសាច់រឿងរបស់យើងទាំងអស់គ្នាដោយប្រាំសាច់រឿងមកតួឲ្យប្រុសរបស់យើងគាត់នៅតែបន្តបបួលអបិគឹមឲ្យចូលរួមការសិក្សាជាមួយគាត់ផងដែរដោយអបិគឹមនឹងមានការធ្វើមុខឆ្ងល់ឆ្ក្លាញ់ជាមួយនឹងតួឲ្យប្រុសរបស់យើងសួរថាតើឯងចង់បន្តទៅសាកលវិទ្យាល័យដែរឬទេហើយភ្លាមណោះអបិឈូគាត់ក៏បានស្ទុំមកវាយតួឲ្យប្រុសរបស់យើងប៉ុន្តែតួឲ្យប្រុសរបស់យើងគាត់ក៏បានគិតយ៉ាងងាយហើយគាត់បាននិយាយទៅកាន់អបិគឹមថានៅទីនោះវាមានការតឹងតែងជាខ្លាំងយើងត្រូវតែការប្រឡងចូលផងដែរពេលនោះអបិឈូមានការភ្លឺភ្នែកជាមួយនឹងតួឲ្យប្រុសរបស់យើងខ្លាំងមែនទែនដោយសារតែគេមិនបានខ្វល់ជាមួយនឹងគាត់ឡើយហើយអបិគឹមក៏ដូចគ្នាប៉ុន្តែតួឲ្យប្រុសរបស់យើងក៏បាននិយាយថាតើឯងចូលរួមដែរឬទេហើយអបិឈូក៏បានម៉ាត់តួឲ្យប្រុសរបស់យើងពីក្រោយអបិឈូមានការសប្បាយចិត្តជាខ្លាំងដោយសារតែគេគិតថាគេអាចវាយតួឲ្យប្រុសរបស់យើងត្រូវមើលទៅមុខតួឲ្យប្រុសរបស់យើងទៅក៏មិនណយដែរហើយគេក៏បានសប្បាយចិត្តថែមទៀតរួចគេក៏បាននិយាយថាតើឯងចង់សិក្សាមែនទេឆ្លងកាត់យើងសិនមកហើយអបិឈូនឹងគាត់ធ្វើការបញ្ចេញចលនាឡើងលឿនខ្លាំងមែនទែនរួចក៏បានស្ទុះមកវាយលើតួឲ្យប្រុសរបស់យើងហើយប្រុសគីមរបស់យើងមានការភ័យជំនួសតួឲ្យប្រុសរបស់យើងផងដែរដោយសារតែគាត់គឺជាអតីតសិស្សដែលគេប៊ូលូហើយយើងក៏បានឃើញថាកណ្ដាប់ដៃគឺចិត្តមកដល់មុខតួឲ្យប្រុសរបស់យើងហើយយើងក៏បានឃើញទៀតថាម៉ាស់របស់តួឲ្យប្រុសរបស់យើងបានប៉ៅមកប៉ុន្តែយើងក៏បានឃើញថាតួឲ្យប្រុសរបស់យើងបានចាប់ដៃអបិឈូនោះបានសម្រេចបាត់ទៅហើយធ្វើឲ្យអបិនឹងមានការតក់ស្លុតជាខ្លាំងហើយយើងក៏បានឃើញថាតួឲ្យប្រុសរបស់យើងបានចាប់គាត់ជាប់រួចគេមិនរៀងនោះទេគេក៏បានបញ្ចេញដៃមួយចំហៀងទៀតមកវាយតួឲ្យប្រុសរបស់យើងប៉ុន្តែត្រូវតួឲ្យប្រុសរបស់យើងបានក៏វាដៃចេញផងដែរដើម្បីជាការតបស្នងតួឲ្យប្រុសរបស់យើងក៏បានសឹកអបិនឹងមួយដៃកញ្ចប់មាត់តែម្ដងធ្វើឲ្យគេដួលអុកគូទៅនឹងដីធ្វើឲ្យគេងើបមកធ្វើមុខស្លើផងដែរតួឲ្យប្រុសរបស់យើងគាត់នៅតែបន្តបបួលអបិគឹមឲ្យចូលរួមជាមួយគាត់ហើយមើលទៅមកអបិគឹមនឹងគាត់មានការស្លើជាខ្លាំងជាមួយនឹងតួឲ្យប្រុសរបស់យើងហើយអបិគឹមគាត់ក៏បាននឹកឃើញថាកន្លងមកគាត់ត្រូវបានគេប៊ូលូជាខ្លាំងរួចគាត់ក៏បានញញឹមមួយហើយគាត់ក៏បាននិយាយឡើងទៀតថាអូខេខ្ញុំនឹងចូលរួមជាមួយនឹងឯងផងដែរធ្វើឲ្យតួឲ្យប្រុសរបស់យើងគាត់មានការស្លើជាខ្លាំងហើយបន្ទាប់មកពេលដែលគាត់ងាកទៅធ្វើអបិគឹមនឹងមានការភ័យជាខ្លាំងផងដែរប៉ុន្តែតួឲ្យប្រុសរបស់យើងគាត់សប្បាយចិត្តនោះទេរួចគាត់ក៏បានច្រៀងមួយបទផងដែររួចក៏បានបបួលអបិគឹមដើរចាក់ចេញទៅបន្សល់ទុកនៅអបិឈូនឹងធ្វើមុខស្លើខ្លាំងមែនទែននឹងបានស្គ្រឹតថ្មិញខឹងទៅលើតួឲ្យប្រុសរបស់យើងហើយភ្លាមនោះយើងក៏បានឃើញថាជើងបរិសម្នាក់បានដល់ក្រោយគេបាត់ទៅហើយពេលដែលអបិឈូងាកមកក៏បានឃើញបរិសម្នាក់ដោយបរិសម្នាក់នឹងគាត់មានឈ្មោះថាភីហានវុលផងដែរគាត់មានអាយុ18ឆ្នាំនិងជាកូនរបស់បងធំនៅតំបន់នេះផងដែរហើយប្រូហានរបស់យើងក៏បានដើរសម្ដៅមករើអបិឈូនឹងផងដែរធ្វើឲ្យអបិឈូនឹងមានការភ័យតក់ស្លុតជាខ្លាំងរួចប្រូហានក៏បានឲ្យគេងើបឡើងរួចគាត់ក៏បានធ្វើចលនា1 2 1 2រួចក៏បានដាក់អបិឈូនឹងមកដៃកញ្ចប់មាត់ទៀតហើយអបិឈូនឹងគឺកម្មខ្លាំងមែនទែនងើបមិនទាន់បានប្រមាណផងក៏លើក៏ត្រូវមកដៃរបស់គេទៀតហើយអបិហានរបស់យើងក៏បានបោះពាក្យទៅឲ្យអបិឈូនឹងថាតើឯងគិតតែឯងនឹងជាជាងខ្លាំងនៅក្នុងសាលានេះមែនទេយើងមកមើលតួឲ្យប្រុសរបស់យើងវិញគាត់បានសោកឆ្ងាញ់តែម្ដងកាត់មកកន្លែងអ្នកគ្រូលេរបស់យើងវិញគាត់កំពុងតែនៅក្នុងពិសោធន៍ផងដែរដែលតួឲ្យប្រុសរបស់យើងបានធ្វើការបាញ់បំពង់អលុតបគីភ័យហើយគាត់ក៏បាននឹកឃើញដល់គ្រូក្បាលតងៅនឹងផងដែរគាត់ក៏បានស្ទុះស្ទាខិតខំធ្វើការសម្អាតផងដែរគាត់ក៏បាននឹកឃើញដល់តួឲ្យប្រុសយើងរួចភ្លាមនោះអ្វីដែលភ្ញាក់ផ្អើលគឺគ្រូក្បាលតងៅហ្នឹងគាត់បានមកហើយរួចគាត់ក៏បានសួរទៅកាន់អ្នកគ្រូលីរបស់យើងថាតើនាងមកទីនេះដើម្បីធ្វើអ្វីហើយអ្នកគ្រូលីក៏បានរលែកដល់សារប៉ុន្តែប្រុសងៅរបស់យើងជាគ្រូនេះគាត់បានដើរមើលហើយក៏បានឃើញថាសតែស្នឹមពីសំណល់នេះផងដែរហើយភ្លាមនោះយើងក៏បានឃើញបរិសម្នាក់ដែលគាត់ដើរកាត់ទីនេះដោយគាត់មិនដឹងថាឈ្មោះអ្វីនោះទេពេលដែលគេដើរកាត់ទីនេះគេក៏បានឃើញថាអ្នកគ្រូទាំងពីរកំពុងតែតគ្នារួចគេក៏បានដោះមកមើលទៅក៏សង្ហាមិនចាញ់តួឲ្យប្រុសរបស់យើងដែរធ្វើឲ្យអ្នកគ្រូលីរបស់យើងមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែឃើញពួកគេទាំងពីរនិយាយចោះចូលគ្នាខ្លាំងមែនទែនមើលទៅអបិនេះក៏មិនធម្មតាដែរនៅក្នុងសាលាមួយនេះហើយគេបាននិយាយថាទុកទីនេះឲ្យខ្ញុំសម្អាតធ្វើឲ្យអ្នកគ្រូលីរបស់យើងគាត់មានការភ្ញាក់ផ្អើលជាខ្លាំងរួចគាត់ក៏បានរុញលោកគ្រូក្បាលតងៅហ្នឹងចេញទៅប៉ុន្តែលោកគ្រូក្បាលតងៅហ្នឹងគាត់មិនចង់ចេញទៅទេរួមជាមួយនឹងតួឲ្យស្រីរបស់យើងផងដែរហើយយើងមកមើលតួឲ្យប្រុសរបស់យើងវិញគាត់មានការរៀនបញ្ចូលជាខ្លាំងដោយមានអបិគឹមហ្នឹងគឺជាអ្នកបង្រៀនប៉ុន្តែយើងមកកន្លែងមកមើលថ្នាក់របស់គាត់វិញគឺរញ៉េរញ៉ៃខ្លាំងមែនទែនហើយអបិគឹមហ្នឹងគាត់មើលទៅមុខតួឲ្យប្រុសរបស់យើងគឺមនុស្សបាក់ទឹកចិត្តខ្លាំងមែនទែនដោយសាររៀនបញ្ចូលនឹងឲ្យមើលទៅសុភាពទៅដឹងនេះគឺទ្រុឌទ្រោមខ្លាំងមែនទែនហើយអបិគឹមក៏បានទៅយកសភៅកំណត់ហេតុរបស់គាត់មកដែលនេះគឺជាសភៅកណិតដែលមានរូបកូនមាន់ផងដែរធ្វើឲ្យតួឲ្យប្រុសរបស់យើងគាត់មានការភ្ញាក់ផ្អើលជាមួយនឹងសភៅនេះផងដែរដោយសារតែវាមាន
របៀបរៀនផងដែរហើយអាប៉ែហ្នឹងក៏បានសរសើរអំពីសភៅហ្នឹងមួយពីរចេះចូលទៅធ្វើឲ្យតួឲ្យប្រុសរបស់យើងគាត់ឡើងភ្ញាក់ផ្អើលផងដែរប៉ុន្តែស្រីមនុស្សយើងក៏បានឃើញកៅអីមួយហោះមកបុកក្នុងរបស់តួឲ្យប្រុសរបស់យើងពេញមួយទំហឹងហើយគ្មាននរណាឆ្ងាយទេគឺជាអាប៉ែឈូនឹងឯងហើយយើងក៏បានឃើញថាមុខរបស់គេរឿងមកលើកនេះគឺមើលខ្លាំងតែម្ដងតួឲ្យប្រុសរបស់យើងគាត់បានបែកក្បាលបាត់ទៅហើយអាប៉ែឈូក៏បានយកសភៅហ្នឹងមកមើលរួចគាត់ក៏បានយកដោយកេះដែលគាត់ជក់បរិយហ្នឹងយកមកដុតសភៅហ្នឹងចោលផងដែរតួឲ្យប្រុសរបស់យើងសភាពវិញគឺមិនធម្មតានោះទេហើយយើងកាត់មកមើលគ្រូដែលគាត់កំពុងតែនិយាយគ្នាដោយលោកគ្រូម្នាក់នេះគឺគាត់មានឋានៈជាប្រធានសាលាផងដែរគាត់ក៏បានឃើញតួឲ្យស្រីរបស់យើងឈរនៅកន្លែងធុងសម្រាមរួចគាត់ក៏បានដើរទៅសាកសួរនាងផងដែរតួឲ្យស្រីរបស់យើងគាត់ក៏បានគោរពលោកគ្រូនេះហើយនាងមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែគាត់មករកអ្វីនៅទីនេះមើលទៅតួឲ្យស្រីរបស់យើងគាត់ប្រហែលជាស្គាល់គ្នាជាមួយនឹងលោកគ្រូមួយនេះហើយភ្លាមនោះអាប៉ែកក៏បានទៅពេទ្យដែលជាគ្រូបង្រៀនដែរគាត់ក៏បានមកកាត់ចង្វាក់ប៉ុន្តែភ្លាមនោះអាប៉ែកគីមគាត់ក៏បានរត់មកពីចម្ងាយរួចក៏បានប្រាប់ទៅអ្នកគ្រូលីរបស់យើងថានៅថ្នាក់ខាងមុខគឺមានបញ្ហាដោយមានការភ្លើងឆេះធ្វើឲ្យគ្រូទាំងអស់គ្នាសន់ស្លោខ្លាំងមែនទែនហើយយើងក៏បានឃើញថាថ្នាក់មួយគឺមានផ្សែងហុយចេញមកនោះគឺជាថ្នាក់តួឲ្យប្រុសរបស់យើងជាមួយនឹងអាប៉ែកឈូកំពុងទៅនៅហើយសភៅដែលអាប៉ែកគីមកំឲ្យក៏បានឆេះរលាអស់ផងដែរមើលទៅសភាពតួឲ្យប្រុសរបស់យើងគាត់ពិតជាទ្រុឌទ្រោមខ្លាំងមែនទែនហើយយើងបានមើលមកអាប៉ែកឈូវិញគឺគាត់មានការសោកឆ្ញាញ់ឌឺទៅលើតួឲ្យប្រុសរបស់យើងផងដែរហើយរឿងរបស់យើងក៏បានកាត់មកចប់ត្រឹមនេះបាយហើយខ្ញុំក៏សូមសំទោសចំពោះសម្លេងរំខានផងដែរដោយសារតែអេដមីនមិនទាន់បាត់ស្អកកនោះទេ